សម្រាប់បងប្អូនដែលចង់ចេះធ្វើប្រភេទ content ដែលជា content relaxing បែបនេះបាទវីដេអូនេះខ្ញុំនឹងចែករំលែកចំណេះដឹងជូនទៅបងប្អូនទាំងអស់គ្នាហើយនេះគឺជារបៀបដែលគេប្រើ Flow AI ដើម្បីបង្កើតឬក៏ដើម្បី generate ជាសាច់វីដេអូដើម្បីយកទៅបង្កើតវីដេអូប្រភេទ content relaxing បាទហើយសម្រាប់បងប្អូនដែលស្វែងរកបាទមេរៀនបែបនេះបាទខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងអស់គ្នាជំរាបសួរបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំដែលចែករំលែកអំពីការធ្វើ content relaxing បាទអញ្ចឹងបងប្អូនតែងតែឆ្ងល់ហេតុអីបានcontent relaxing របស់គេធ្វើ2-3ម៉ោងយូរអញ្ចឹងណាបាទ content ប្រភេទនេះគឺថាពេញនិយមខ្លាំងមែនទែនសម្រាប់នៅខាងប៉ែកអឺរ៉ុបក៏ដូចជាខាងផ្នែក US បងប្អូនបាទប្រទេសសហរដ្ឋអាមេរិកហើយនឹងប៉ែកអឺរ៉ុបផ្សេងគឺគាត់ចូលចិត្តមើលនិងស្ដាប់វីដេអូបែបនេះមែនទែនអញ្ចឹងវីដេអូដែលយូរអញ្ចឹងបងប្អូនការរកលុយពី YouTube គឺថាបានចំណូលច្រើនមែនទែនបើសិនជាវីដេអូរបស់បងប្អូនផ្ទុះបាទមិនបាច់ចាំច្រើន K ទេវីដេអូមួយវាយតែ 1K 5K បាទក៏លុយដែរលុយច្រើនណាស់បងប្អូនបាទអញ្ចឹងខ្ញុំបង្រៀនបងប្អូនតាក់ទងនឹងការធ្វើវីដេអូបែបនេះអញ្ចឹងថាតើធ្វើយ៉ាងម៉េចទៅបាននេះប្រភេទអញ្ចឹងបងប្អូននេះទៅចាក់ឲ្យមើលទៅនេះបាទដើម្បីបានវីដេអូ relaxing លក្ខណៈថាទឹកហូរចេញពីបំពង់ឫស្សីអីចឹងណាបាទអញ្ចឹងដំបូងឡើយបងប្អូនដើម្បីបានអញ្ចឹងគឺបងប្អូនចូលទៅ download រូបភាពស្តៀងនឹងសិនអញ្ចឹងណាបងប្អូនបាទហើយដើម្បី download ហ្នឹងគឺចូលតាមណាគឺបងប្អូនចូលទៅក្នុង website របស់ Pinterest នេះបងប្អូនវាយនៅក្នុង Google មកឥឡូវឧទាហរណ៍ថាអានេះ channel របស់ខ្ញុំធ្វើចែករំលែកបងប្អូនបាទឥឡូវខ្ញុំចូល Google នេះបងប្អូនវាយ Pinterest មកបាទវាយ PINTEREST បាទបងប្អូន enter ប៉ក់មកអញ្ចឹងមកនេះ Pinterest អញ្ចឹងបងប្អូនចុចលើ website របស់ pinterest.com អញ្ចឹងមកអូខេនេះបងប្អូនដោយសារតែតាមពិត account ខ្ញុំធ្លាប់ login ទេប៉ុន្តែខ្ញុំខានចូលប្រើយូរ Pinterest ហ្នឹងណាខានចូលប្រើយូរអញ្ចឹងបងប្អូន login ជាមួយ Google account ទើបយើងអាច download បានណាបងប្អូនបាទនេះខ្ញុំចុច continue as ជាមួយនឹង Gmail មួយហ្នឹងអូខេគិតថាបងប្អូននឹងយល់បើសិនជាបងប្អូនមិនយល់ comment នៅក្រោមវីដេអូនេះមកបងប្អូនបាទ continue with Pinterest បាទអូខេខ្ញុំសាញ់អាប់មើលវ៉ាវអូវាឲ្យដាក់ថ្ងៃខែឆ្នាំកំណើតទៀតបាទឥឡូវចាត់ទុកថាដូចជាបង្រៀនបងប្អូនពីថ្មីដែរទៅចុះឥឡូវថ្ងៃ day នេះគឺថ្ងៃខែឆ្នាំកំណើតបាទថ្ងៃទីឥឡូវខ្ញុំដាក់កន្លែងនេះប្រហែលជាខ្ញុំសុំblurឲ្យបងប្អូនណាបាទកុំឲ្យឃើញថ្ងៃខែឆ្នាំកំណើតពិតរបស់ខ្ញុំអធិស្ឋានផងណាអញ្ចឹងថ្ងៃខែឆ្នាំកំណើតខ្ញុំវាយហើយបាទអញ្ចឹងមកបាទអូខេវាយថ្ងៃខែឆ្នាំកំណើតដែរបងប្អូនចុច create account មកវ៉ាវបាទហើយវាយឈ្មោះពេញមកបងប្អូនបាទខ្ញុំឈ្មោះស៊ុំធក់បាទ THOURK បាទខ្ញុំចុច continue អូខេវ៉ាវឲ្យរើស page បាទបងប្អូនរើស page មកបាទខ្ញុំ page ប្រុស mail កម្ពុជាភាសាអង់គ្លេសបាទចុច continue វ៉ាវអត់មកទៅទៀតបាទអូកន្លែងនេះវាឲ្យយើងរើស3ជម្រើសថាតើយើងwhat are you in method to do តើយើងប្រើ Pinterest ហ្នឹងដើម្បីធ្វើអីបាទយើងរើស content 3មកឥឡូវខ្ញុំរើសបងប្អូនជាស្រ័យផងវីដេអូនេះរៀងយូរបន្តិចដោយសារឲ្យតកតងការបង្រៀនរៀងយូរប៉ុន្តែធ្វើម៉េចបងប្អូនណាមានតែតស៊ូបាទយើងដើម្បីចំណេះយើងរៀងតស៊ូអត់ធ្មត់តិចទៅបាទអូខេខ្ញុំរើសcontent រើសនេះមួយរើសអត់ទៅបានណាបាទ phone wallpaper អូខេ relaxing អូខេនេះរើស3វាឲ្យបង្កើតដែរអូខេចាំតិចបងប្អូននេះចូលបានហើយបងប្អូននេះចូលបាន account របស់ខ្ញុំណាហ្នឹងហើយអញ្ចឹងខ្ញុំចុចលើសញ្ញា Pinterest នេះវិញអូខេជប់ខ្ញុំមើលម៉ោងថតបានប្រហែលហើយអូខេឆែកម៉ោងកន្លែងណាបាទឥឡូវខ្ញុំថតអេក្រង់ជាមួយនឹងកម្មវិធី Fantasia បងប្អូនបាទ record media ខ្ញុំឆែកមើលម៉ោងសិនអូនេះបាន4នាទីហើយបាទឥឡូវខ្ញុំទាញម៉ោងដាក់នេះសិនកើតទេអត់ដឹងម៉ោងអូខេនៅពេលដែលបងប្អូនចូល website Pinterest ហើយបងប្អូនចុច search មកប្រភេទ relaxing បងប្អូនចុច
relate បាទ LA អីយ៉ា X បាទ relaxing video នេះមកណាបងប្អូនបាទអូខេនេះឥឡូវបងប្អូនស្រឡាញ់ប្រភេទ content មួយណាបងប្អូនយកមកតែខ្ញុំយកអាប្រភេទដូចខ្ញុំបង្ហាញនៅខាងដើមមិញណាបាទរូបទឹកនេះប្រភេទចេះបងប្អូននេះប្រភេទទឹកធ្លាក់ពីបំពង់ឫស្សីអញ្ចឹងណានេះកន្លែងណាឬឲ្យវាមានរូបភាពផ្ដេកទេបាទខ្ញុំចាំមើលខ្ញុំតែជាមាន keyword search មិនអត់ទេណាបងប្អូននេះប្រភេទ content អញ្ចឹងណាបងប្អូនបាទចូលនេះមកបងប្អូន water បាទអូខេចេះក៏អត់ឆ្លាញ់ទេខ្ញុំថយក្រោយទៅខ្ញុំចុចថយក្រោយសិនហើយជាមានឲ្យយើងកំណត់ដែរបងប្អូន pin all អូខេដោយសារខ្ញុំខានប្រើយូរជាស្រ័យបងប្អូនអើយអញ្ចឹងខ្ញុំដោយសារមានពេលតិចតួចដែរមានពេលតិចតួចខ្លាំងយូរតែមែនតើអញ្ចឹងធ្វើវីដេអូនេះប្រហែលជាបងប្អូនរៀងសាំញ៉ាំបន្តិចដោយសារវាផុសទៅទាំងស្រុងអញ្ចឹងតែហ្មងណានេះឥឡូវបងប្អូននេះចង់បានរូបភាពផ្ដេកនេះ search keyword ចេះមក relaxing video 16 គុណនឹង9អញ្ចឹងមកវាចេញផ្ដេកឲ្យអូខេបាទចេញផ្ដេកឲ្យមែនអញ្ចឹងណានេះខ្ញុំចង់បានប្រភេទ content ចេះបងប្អូនបាទដោយសារខ្ញុំកំពុងតែធ្វើ content ប្រភេទហ្នឹងណានេះហើយនេះបងប្អូន download មកនេះចុចកន្លែងចង់បានរូបភាពដែលបងប្អូនស្រឡាញ់បងប្អូន download មកនេះ download image មកមួយបាទណាទៀតដែលបងប្អូនគិតថាស្រឡាញ់ឥឡូវយកអានេះមួយទៀតមើលអូខេនេះអត់តន់អីទេបងប្អូនឥឡូវខ្ញុំមករើសនេះចុះកុំឲ្យខាតពេលនៅក្នុងការបង្រៀននៅក្នុងវីដេអូនេះខ្ញុំ download មួយទៀតអញ្ចឹងបាន2ហើយអញ្ចឹងបងប្អូនចង់ដឹងនៅណាបងប្អូនចុចកន្លែងនេះមកនេះបាទបើអត់ឃើញទេបងប្អូនចុចសញ្ញានេះមកនេះបងប្អូនចុចនេះមកដើម្បីចេញទីតាំងដែលយើង save បានមិញនេះ2នេះបងប្អូននៅក្នុង download នេះណាអូខេអញ្ចឹង download បានហើយបងប្អូនទៅធ្វើមកទៀតបងប្អូនចូលទៅក្នុង ChatGPT ហើយសង្ឃឹមថាបងប្អូននឹងមាន account ChatGPT ណាបាទបើមានទេបង្កើតទៅហើយស្វែងយល់ពីការបង្កើត account ChatGPT ទៅបាទនេះបងប្អូនខ្ញុំឲ្យមើលដោយសារខ្ញុំនឹកឃើញចង់ចែករំលែកក៏ចូលតែមកចូលមកចែករំលែកមកទៅដោយសារខ្ញុំធ្វើវារៀងយូរម៉ោងដែរហើយបាទនេះបងប្អូនដំបូងគឺបងប្អូនទាញរូបភាពដែលបងប្អូនបាន download មិញទាញបញ្ចូលក្នុង ChatGPT នឹងមកនេះហើយបងប្អូនវាយអក្សរដូចខ្ញុំមកបាទបងប្អូនចង់បានអត្ថបទនេះខ្ជិលអីអាច copy ពី channel Telegram របស់ខ្ញុំបានណាហ្នឹងហើយបងប្អូនjoinចូលក្នុង channel Telegram របស់ខ្ញុំមកខ្ញុំដាក់ឲ្យអត្ថបទនេះណាបាទអត្ថបទនេះណារបៀបធ្វើមិនអញ្ចឹងនេះឥឡូវចេះហ្មងទៅខ្ញុំសាក upload នេះចុចកន្លែងសញ្ញាបូកនេះមកបងប្អូនចុចឲ្យកន្លែងនេះអូឥឡូវដោយសារតែខ្ញុំប្រើ free បាទប្រើ free ឥឡូវអស់ក្នុងការ upload រូបភាពចូលហើយខ្ញុំចូល account មួយទៀតបាទបើយើងមាន account Gmail ច្រើនវាមានប្រយោជន៍អញ្ចឹងបងប្អូន account នេះបាទមាន ChatGPT អត់វាយហ្មងទេបាទ ChatGPT នេះបងប្អូននេះអូខេវ៉ាវឲ្យ log in ទៀតហ៎ឥឡូវខ្ញុំ log in ទៀតaccount នេះខ្ញុំ log in ហើយតែឲ្យ log in រហូតអញ្ចឹងអូខេអញ្ចឹងអធិស្ឋានណាបងប្អូនដើម្បីចង់ចេះផលិតវីដេអូប្រភេទ content relaxing បងប្អូនតើទ្រាំបន្តិចបាទពេលវេលារៀងយូរបន្តិចហើយនេះអូខេនេះខ្ញុំបង្កើតហើយនេះប្រវត្តិខ្ញុំធ្លាប់បង្កើតហើយឥឡូវចេះអញ្ចឹងបងប្អូនចូល new chat ចេះមកណាnew chat ចេះមកហើយចុចសញ្ញាបូកដើម្បីយើង upload file ដែលយើងបាន download មិញនៅក្នុងណានេះនៅក្នុង download នេះអូខេនេះ2នេះបងប្អូនបាទ select ទាំងពីរមកបងប្អូន select មួយហើយចុច control select មួយទៀតបើកន្លែងអីកន្លែងលុយអញ្ចឹងបងប្អូនអត់ចេះបងប្អូននេះអូចេះមក2បាន2អញ្ចឹងយើងទាញចូល2ហើយបានតែមួយទៀតហើយដោយសារយើងប្រើ free អញ្ចឹងហើយបងប្អូនវាអត់ស្រួលទេហើយខ្ញុំចូលទៅ copy script ពីនេះមកទៀតនេះបាទខ្ញុំ copy ដាក់មកក្នុងហ្នឹងទៀតឲ្យវាផ្ដល់ប្រំមកយើងណាអូខេនេះសូមជួយផ្ដល់ប្រំនៃប្រភេទរូបភាពដែលខ្ញុំបានផ្ដល់ឲ្យនេះ
ចំនួន15ផ្សេងគ្នាដើម្បីយកទៅបង្កើតនៅក្នុង Flow AI សម្រាប់ content នេះ sleep music meditation អីចឹងទៅបាទហើយដោយបន្ថែមចុងកន្ទុយប្រំថា note បាទ static camera fix tripod shot original audio no music យើងបន្ថែមកទុយអញ្ចឹងដើម្បីកុំឲ្យវីដេអូដែលយើង generate ចេញមកវា zoom in zoom out អញ្ចឹងណាបងប្អូនបាទអញ្ចឹងប្រមនេះបងប្អូនបើបងប្អូនមិន join channel Telegram របស់ខ្ញុំទេអត់អាចជួនកាលមើលទៅភ្លេចមិនដឹងទៅស្អីថាម៉េចទេអញ្ចឹងបងប្អូន join ទៅបាទ channel Telegram គ្រប់ Telegram របស់ខ្ញុំ free ទេបងប្អូនអត់មានគិតលុយគិតអីទេបាទបងប្អូន join ដើម្បីចូលទៅ copy ប្រមអីដែលសំខាន់ទៅហើយនឹងពេលដែលខ្ញុំចែករំលែកវីដេអូផ្សេងទៀតបងប្អូនអាចឃើញអញ្ចឹងណាអូខេឥឡូវខ្ញុំចុចសញ្ញាព្រួយឲ្យសុំប្រមវាហ្មងទៅ limit ទៀតហ่ะអូយអូខេ limit ចុច try again មកទៀតអត់យល់ហ្មង ChatGPT បើសិនជាបងប្អូនពុកម៉ែបងប្អូនមានលទ្ធភាពណាប្រើ account pro ទៅទិញរបស់គេទៅបងប្អូនអើយបាទតែខ្ញុំអូយនិយាយពីថាចំណាយគ្រប់ទិសអញ្ចឹងទៅបើប្រើ free ចិត្តសិនណាបងប្អូនបាទអញ្ចឹងបាទនេះវាផ្ដល់ហើយ10ប្រមទី1ទី2នេះកន្ទុយដែលយើងចង់បានមិញណាអូខេឥឡូវចាំមើលខ្ញុំយកទៅ generate ណាបងប្អូនចាំមើលវាផ្ដល់រូបភាពបែបម៉េចឥឡូវខ្ញុំ copy ប្រមទី1ណាបាទមួយណាបងប្អូនណានេះខ្ញុំចូលក្នុង website flow បងប្អូនឥឡូវក៏លោអត់ដឹងខ្ញុំកាត់ទៀតហើយឥឡូវដើម្បីចូល website flow បងប្អូនវាយ flow AI មក flow AI នេះបងប្អូនបាទហើយបងប្អូនចុចខាងលើនេះបាទនេះ lab flow អូខេជំនួសសាកមើលសិនហ្នឹងហើយចូលក្នុង website flow ហើយនេះបងប្អូននេះ lab Google flow បាទហើយបងប្អូនខ្វែងចេញណាកុំតន់ធ្វើអីនេះ project ដែលខ្ញុំបង្កើតមិញអញ្ចឹងសម្រាប់បងប្អូនដែលថ្មីចុច new project នេះមកណាបងប្អូនហើយ flow នោះក៏បងប្អូនត្រូវ log in ដែរហើយបើខ្ញុំនេះខ្ញុំប្រើ account pro បងប្អូនបាទដោយសារខ្ញុំទៅទិញគេដែរទេបាទថោកដែរទេបងប្អូនអញ្ចឹងបើបងប្អូនប្រើ free វាយទិញគេទៅ3រៀល4រៀលទេបងប្អូនទោះបីជាយើងអត់ទាន់បានចំណូលអីក៏ប៉ុន្តែបងប្អូនគួរតែវិនិយោគលុយប៉ុណ្ណឹងដើម្បីឲ្យការងារយើងស្រួលរលូនណាហើយបង្កើតអីក៏ល្អដែរបើយើងប្រើ account free ក៏អត់ស្រួលដែរដូច ChatGPT មិញអញ្ចឹងបងប្អូនហើយបាទឥឡូវបងប្អូនឃើញខ្ញុំប្រើ Flow ខ្ញុំចុច new project ហើយវីដេអូនេះបើសិនជាខ្ញុំលម្អិតវារៀងយូរអញ្ចឹងបងប្អូនស្វែងយល់តិចតួចទៅនេះ new project វាចេញអញ្ចឹងណាឲ្យយើងបង្កើតអីបាទឥឡូវខ្ញុំ copy ប្រមមិញបងប្អូននេះប្រមទី1មិញណាខ្ញុំ copy ហើយខ្ញុំយកមកនេះផាស mouse ស្ដាំផាសមកយកមកដាក់នៅក្នុងហ្នឹងហើយកន្លែងនេះបងប្អូនកុំភ្លេចរើសវីដេអូផងอย่าច្រឡំ image នេះវាចេញមកជារូបភាពទេហ្នឹងហើយរកប្រភេទរើសនេះមក16x9 នេះមក 16.2x9 ហ្នឹងមកហើយបងប្អូនយក2មកព្រោះ C 20 credit មួយវីដេអូ C 10 credit ទេបាទ credit ហ្នឹងនេះកាត់កន្លែងនេះបាទខ្ញុំសល់តែ210ទេដោយសារខ្ញុំប្រើអស់ច្រើនហើយបើសិនជាបងប្អូនប្រើ free credit នេះតិចណាស់ប្រើមិនគ្រាន់ទេបងប្អូនហ្នឹងហើយកន្លែងនេះខ្ញុំយក line នេះណាដើម្បី C តិចបើបងប្អូនយកអា quality នេះ C ដល់200 credit ក្នុងមួយវីដេអូ C 100 credit អញ្ចឹង generate តែ2ហ្នឹងអស់បាត់ហើយមិន200មិញអញ្ចឹងខ្ញុំយក line ចុះណាអូខេហ្នឹងហើយមានអីមានតែប៉ុណ្្នឹងតាបាទអាគុណ2នេះមានន័យថាវីដេអូដែលចេញមកគឺមាន2បាទ2វីដេអូបាទអូខេហើយខ្ញុំចុច generate ណាបងប្អូនបាទវាធ្វើបែបហ្នឹងឯងបាទវាកំពុងរត់ហើយតិចវាលោតភាគរយឲ្យកន្លែងនេះហើយបងប្អូនខ្ញុំសូមបញ្ជាក់ណាបងប្អូននេះគ្រាន់តែជាផ្នែកមួយនៃការធ្វើវីដេអូប្រភេទ content relate តែប៉ុណ្ណោះបើសិនជាឲ្យធ្វើចាប់ផ្ដើមពី0រហូតដល់ចេញលទ្ធផលវីដេអូកាត់តអីរួចនោះគឺប្រហែលជាចង់1ម៉ោងអញ្ចឹងបងប្អូនស្វែងយល់ពីការ generate វីដេអូ relaxing ប៉ុណ្ណឹងសិនទៅខ្ញុំនឹងចែករំលែកនៅវីដេអូក្រោយទាក់ទងនឹងការកាត់តវីដេអូអីផ្សេងអញ្ចឹងណាបាទហើយក៏ខ្ញុំក៏ធ្លាប់ចេញវីដេអូមុនដែរទាក់ទងនឹងការកាត់តវីដេអូ relaxing ណា
បងប្អូនអាចចូលទៅមើល channel របស់ខ្ញុំហ្នឹងទៅបាទប៉ុន្តែអានោះបរៀនពីការកាត់តមួយផ្នែកហើយនេះបរៀនពីការgenerate video relaxing ហ្នឹងហើយអញ្ចឹងសូមអធិស្ឋានដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាការនិយាយរបស់ខ្ញុំមានការលើសលួសខុសឆ្គងត្រង់ណាអីបងប្អូនអើយសូមអធិស្ឋានផងខ្ញុំមិនមែនជាអ្នកជំនាញបង្រៀនទេបាទដោយសារតែមានពេលតិចតួចក៏នឹកឃើញចែករំលែកទៅបងប្អូនទៅក្រែងបងប្អូនចង់ចេះពីការធ្វើវីដេអូ relax ណា relaxing ណាបងប្អូននេះចាញ់មកហើយអានេះប្រំទី1វាឲ្យអញ្ចឹងបាទនេះជាមួយខ្ញុំបើកស្ដាប់មើលបងប្អូននេះបងចុចវាមកនេះឃើញទេប្លង់គឺថានៅស្ងៀមហ្មងបើយើងមិនបានបន្ថែមអាកតុយមិញណាវា zoom រហូតខ្ញុំបត់ពិសោធន៍ហើយនេះមួយទៀតនេះអែមមែនតែនបាទវ៉ាវមានត្រីទៀតវ៉ាវឥឡូវចុះដើម្បី download វាធ្វើម៉េចទៅនេះបងប្អូននេះកន្លែងសញ្ញានេះប៉ុន្តែបងប្អូនទៅចុចបេះដូងកន្លែងនេះមកដើម្បីសម្គាល់ថាវីដេអូនេះយើងបាន download ហើយបើមិនចឹងទេវល់លើហើយបាទវល់អត់ដឹងអាណា down ហើយអាណាមិន down ហើយលើហើយ download បាទខ្ញុំបេះដូងមួយហើយខ្ញុំចុចនេះ download បងប្អូនយក upscale មក18មកដើម្បីរៀងច្បាស់បន្តិចប៉ុន្តែយើងរងចាំពេលវេលាវា download បើនេះក៏ចុចផ្លឹប download បានហ្មងប៉ុន្តែរូបភាព 720 បងប្អូនដឹងហើយ 720p ហ្នឹងគឺអត់សូវច្បាស់ទេហ្នឹងហើយខ្ញុំចុច upscale ណាយក18ហ្នឹងមួយនេះឃើញនេះវារត់មកមុខបាយរត់មកនេះបាត់ហើយចង់ជាប់មាត់ដោយសារចង់និយាយលឿនពេកព្រោះឥឡូវបាន16នាទីហើយអញ្ចឹង view ឥឡូវចង់ដោនអានេះមួយទៀតនេះបងប្អូនឲ្យបេះដូងមួយហើយចុចនេះមកនេះ download អូខេឥឡូវខ្ញុំ down ហើយវាកំពុងតែរត់នេះបងប្អូនកំពុងតែ upscale ហ្នឹងមានន័យថាបកជាខ្មែរថាម៉េចណោះប៉ុន្តែខ្ញុំយល់ថា upscale ហ្នឹងគឺដំឡើងកម្រិតភាពច្បាស់របស់វីដេអូហ្នឹងបាទឲ្យច្បាស់អញ្ចឹងវាត្រូវការចំណាយពេលក៏អាស្រ័យទៅលើសេវាល្បឿនអ៊ីនធឺណិតរបស់បងប្អូនដែរអូខេអញ្ចឹងនៅពេលដែល download បានហើយឥឡូវខ្ញុំឧទាហរណ៍ថាវីដេអូនេះបាន down ហើយចុះដោយសារ you នេះនៅពេលនោះទៅហ៎ឧទាហរណ៍អីទៀតឥឡូវទៅបានមួយនៅមួយទៀតបាទអញ្ចឹងក៏មិនខុសពីរូបភាពដែរបងប្អូនចុចកន្លែងនេះមកចុចកន្លែងនេះមកវានឹងឃើញវីដេអូដែលយើងបាន down មិញឥឡូវខ្ញុំ play សាកមើលសិនវ៉ាវលយមែនតែននេះបងប្អូនវ៉ាវបាទគឺគេធ្វើបែបហ្នឹងដើម្បីបានវីដេអូហ្នឹងហើយវីដេអូហ្នឹងមានរយៈពេលតែ8វិនាទីទេបងប្អូននេះបានមកមួយទៀតនេះបងប្អូនមើលនេះបានមកទាំងពីរហើយអូខេគឺគេ down បែបហ្នឹងនៅពេលដែលគេ down បានហើយនេះបងប្អូននេះអាមិញណាខ្ញុំ refresh តិចសិននេះ down បានហើយគេយកទៅកាត់តនៅក្នុងកម្មវិធីអីក៏បានដែរឲ្យដល់បងប្អូនចេះប្រើបាទសម្រាប់ខ្ញុំប្រើកម្មវិធី Vandasia Filmora គឺខ្ញុំប្រើនេះប្រហែលជា8ឆ្នាំហើយបងប្អូនស្រួលប្រើជាង CapCut ដោយសារ CapCut វាស្រួលប្រើប៉ុន្តែទិញលុយព្រោះនេះខ្ញុំប្រើ free ទេដោយសារខ្ញុំអត់សូវមានលុយណាបងប្អូនមិនអត់សូវទេអត់មានលុយតែហ្មងអូខេអញ្ចឹងរបៀបដែលគេ down អញ្ចឹងបាទដើម្បីបានវីដេអូ relaxing ហ្នឹងគឺគេធ្វើអញ្ចឹងហើយវីដេអូក្រោយទៀតខ្ញុំនឹងប្រាប់ពីរបៀបទាញវីដេអូហ្នឹងទៅបង្កើតជា relaxing ដែលមានរយៈពេល1ម៉ោង2ម៉ោង3ម៉ោងតាមដែលបងប្អូនចង់បានទៅបាទអូខេអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយកុំភ្លេចចូល group ឬក៏ channel Telegram របស់ខ្ញុំផងខ្ញុំនឹងដាក់ link នៅក្នុង description នៃវីដេអូរបស់ខ្ញុំជូនពរបងប្អូនទាំងអស់គ្នាសំណាងល្អជួបគ្នាវីដេអូក្រោយបាយបាយ